ដែនជម្រកសត្វព្រៃកែវសីមាគឺជាកំណត់ទ្រព្យដ៏សម្បូរបែបនៃជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជាតំបន់នេះគឺជាជម្រកនៃសត្វនិងរុក្ខជាតិច្រើនជាង 1000 ប្រភេទហើយក៏មានសត្វស្លាបជាច្រើនប្រភេទផ្សេងៗគ្នាកំពុងរស់នៅក្នុងតំបន់ការពារនេះផងដែរក្នុងដែនជម្រកសត្វព្រៃកែវសីមាក៏មានវត្តមានទាំងព្រៃស្រោងព្រៃពាក់កណ្ដាលស្រោងព្រៃឫស្សីហើយនៅវាស្មៅដែលសុទ្ធសឹងផ្ដល់ផលប្រយោជន៍ដ៏សម្បូរបែបដល់ការរស់រានមានជីវិតទាំងសត្វនិងមនុស្សដែនជម្រកសត្វព្រៃកែវសីមាគឺជាទីកន្លែងដែលទាក់ទាញទៅដល់ក្រុមអ្នកស្រឡាញ់ធម្មជាតិតំបន់នេះមាននូវសត្វកម្រជាច្រើនដូចជាទូចថ្ពាល់លឿងស្វាកន្ទុយសនិងសត្វត្រសេះជាដើមអ្នកទស្សនាក៏អាចរីករាយនឹងទឹកជ្រោះដ៏អស្ចារ្យខ្សែទឹកហូរស្រស់ត្រកាលមានអំបៅសត្វល្អិតនិងផ្កាព្រៃសម្បូរបែបជីវៈចម្រុះដ៏អស្ចារ្យនេះធ្វើឲ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជាគោលដៅលំហែកម្សាន្តសម្រាប់ភ្ញៀវទេសចរដែលមិនត្រូវមើលរំលងនោះទេលើសពីសម្រស់ធម្មជាតិដែនជម្រកសត្វព្រៃកែវសីមាក៏មានតំបន់ទេសចរធម្មជាតិជាច្រើនដូចជាសហគមន៍ទេសចរធម្មជាតិទឹកធ្លាក់លេងកៅជំរំចាហ៊ូនិងគម្រោងជ្រលងដំរីជាដើមសម្រាប់ភ្ញៀវដែលគាត់បានទស្សនាតួងនៅសហគមន៍ទេសចរធម្មជាតិទឹកធ្លាក់លេងកៅនោះមានចំណុចពិសេសមានដូចជាទឹកធ្លាក់នឹងត្រង់ទី1ទី2ទី3ហើយនឹងមានទាំងខ្នោធំយើងអាចថតរូបបានហើយនឹងមានដើមឈើសត្វយំពីលើពួកឲ្យភ្ញៀវទេសចរគាត់ចូលមកទស្សនាហើយមានអារម្មណ៍ថាគាត់ចង់ចូលទស្សនាទៀតអ្វីដែលតាក់ទាញគឺធម្មជាតិច្រើនមានដូចជាព្រៃឈើដូចជាដើមឈើធំគឺអ្វីដែលប្លែកៗអញ្ចឹងទៅហើយគឺធម្មជាតិច្រើនហ្មងគឺមានអារម្មណ៍ថាសប្បាយមិនឆ្ងាយប៉ុន្មានពីសហគមន៍ទេសចរធម្មជាតិទឹកធ្លាក់លេងកៅជំរំចាហ៊ូក៏ជាទីតាំងដ៏អស្ចារ្យមួយទៀតដែលផ្ដល់ឲ្យភ្ញៀវទេសចរនូវភាពស្ងប់ស្ងាត់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតក្នុងដែនជម្រកសត្វព្រៃកែវសីមាជំរំចាហ៊ូនេះមានទីតាំងនៅក្នុងភូមិបណ្ដុងក្រឡឹងឃុំសត្វមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរីទៅក្នុងភ្ញៀវម្នាក់ដែលគាត់មកធ្វើដំណើរកម្សាន្តនៅទីនេះគឺគាត់ត្រូវធ្វើការបង់វិភាគទានទៅខាងសហគមន៍នឹងចំនួន$30ក្នុងម្នាក់ហើយនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មការផ្ទាល់ដោយសារយើងមានសមាជិកគណៈកម្មការដែរអញ្ចឹងណាជារៀងរាល់ឆ្នាំគឺពួកគាត់នឹងធ្វើការរៀបចំផែនការថាវិការដែលទទួលបានមកពីគម្រោងចាហ៊ូនឹងយកទៅអនុវត្តលើសកម្មភាពអីគេខ្លះតែក្នុងនោះយើងផ្ដោតទៅលើការអភិវឌ្ឍសហគមន៍សុទ្ធតាបានន័យថាតកតងជាមួយនឹងការចលល្បាតប្រជុំជួយទៅខាងសាលារៀនទាំង3ដែលមាននៅក្នុងសហគមន៍ភូមិដងកន្លងអញ្ចឹងយើងមានការរៀបចំផែនការថាតើក្នុងសាលាមួយហ្នឹងយើងត្រូវបែងចែកថវិកាចំនួនប្រមាណដើម្បីជួយគាំទ្រទៅកាន់សាលាហ្នឹងហើយមួយទៀតហ្នឹងយើងក៏មានជួយលក្ខណៈថាគាំទ្រទៅកាន់កម្មវិធីប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចប៉ុណ្ណោះដូចគ្នា Seeing animals and experiencing sort of landscapes and environments that we don't are not familiar to us so we looked into where we could come and do that here in Cambodia and we found Yahoo by doing some research and everyone that had experienced it and written about it said it was a really unforgettable experience and you get to see gibbons which is pretty incredible. And the other appeal of course was the cultural element of what Yahoo does with the local community and incorporating that into the whole tour, not just about animals. So today we had a lovely day. គម្រោងជ្រលងដំរីគឺជាតំបន់ទេសចរធម្មជាតិដ៏សំខាន់មួយទៀតនៅតំបន់កែវសីមាអ្នកទស្សនាអាចសង្កេតមើលដំរីអាស៊ីនៅក្នុងដែនជម្រកធម្មជាតិរបស់វាហើយក៏ជាការជំរុញឲ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសត្វដ៏អស្ចារ្យទាំងនេះផងដែរទេសចរនៅតំបន់កែវសីមាគឺកើតឡើងចេញពីកិច្ចខិតខំប្រឹងប្រែងធ្វើការរួមគ្នាមន្ទីរបរិស្ថានខេត្តមន្ទីរទេសចរខេត្តអាជ្ញាធរខេត្តនិងអង្គការ WCS បានធ្វើការរួមគ្នាដើម្បីលើកកម្ពស់វិស័យទេសចរនិងការអភិរក្សប្រកបដោយនិរន្តរភាពការមានគម្រោងទេសចរបែបធម្មជាតិដូចជាគោលនយោបាយរបស់ឯកឧត្តមរដ្ឋមន្ត្រីឯកឧត្តមនិតទៀងប៉ាឡែតលោកចាប់អារម្មណ៍និងជំរុញឲ្យមានអេកូទេសចរនៅតាមតំបន់ការពារធម្មជាតិជាពិសេសនៅក្នុងកែវសីមាយើងនេះយើងបានទទួលការចំណូលដែលជាលេងកែវនេះយើងបានទទួលថវិកាតាមរយៈអ្នកទេសចរយើងបានចូលរួមលើកស្ទួយសិទ្ធិនៃការគ្រប់គ្រងរបស់បងប្អូនជនជាតិដើមភាគតិច
ពីព្រោះកន្លែងនេះជាកន្លែងគុំករបស់គាត់ព្រៃរបស់គាត់ដែលគាត់បានគូនៅរាប់រយពាន់ឆ្នាំ គម្រោងលេនបូកកែសេវាបានចូលរួមអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តនរោទីឆ្នាំ 2021-2035 ដែលដាក់ឲ្យប្រើប្រាស់ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះគម្រោងផ្ដោតសំខាន់ទៅលើការងារផ្សព្វផ្សាយនិងការងារធ្វើទីផ្សារវិស័យទេសចរណ៍ធម្មជាតិនិងទេសចរណ៍វប្បធម៌ វិស័យអេកូទេសចរណ៍នេះពិតជាមានសារៈសំខាន់ណាស់ព្រោះថាទីមួយបើសិនជាយើងធ្វើទៅលើវិស័យអេកូទេសចរណ៍យើងអាចថែរក្សាបាននៅធនធានធម្មជាតិព្រៃឈើសត្វព្រៃជាដើមជាពិសេសគឺយើងបានជួយចូលរួមអភិរក្សនៅវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចដែរបង្កើតសហគមន៍នឹងដើម្បីឲ្យបង្កើនជីវភាពរស់នៅរបស់គាត់ជាមានគាត់ទៅប្រព្រឹត្តនៅអ្វីដែលខុសទៅនឹងច្បាប់ ធ្វើម៉េចឲ្យមានបង្កើតឲ្យមានជាសហគមន៍អេកូទេសចរគំរូមួយនៅក្នុងខេត្តដើម្បីតាក់ទាញភ្ញៀវទេសចរចូលទស្សនានៅសហគមន៍ហ្នឹង ក្តីសង្ឃឹមរបស់អង្គការ WCS ចំពោះសហគមន៍ទេសចរណ៍ធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមាគឺសហគមន៍អាចក្លាយទៅជាម្ចាស់ដ៏រឹងមាំក្នុងការងារដឹកនាំគ្រប់គ្រងសហគមន៍របស់ខ្លួនមានភាពរីកចម្រើននិងទទួលអន្តរចំណូលប្រកបដោយចីរភាព ដែនជម្រកសត្វព្រៃកែវសីមាគឺជាបេតិកភណ្ឌធម្មជាតិដ៏មានកិត្យានុភាពបំផុតរបស់កម្ពុជាតំបន់កែវសីមាជាជម្រកសត្វព្រៃដ៏កម្រផ្សារភ្ជាប់លើវប្បធម៌និងមានធម្មជាតិបៃតងដ៏ស្រស់បំព្រង